សួស្តីបងប្អូនទាំងអស់គ្នាមកនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពីសារព័ត៌មាន RPC Ukraine ហើយនៅក្នុងសារព័ត៌មានថ្ងៃនេះគឺតាក់ទងទៅនឹងប្រធានាធិបតី Donald Trump បានបដិសេធឬក៏ច្រានចោលនៅកិច្ចព្រមព្រៀងមួយស្ដីអំពីការបញ្ចុះតម្លៃប្រេងរបស់រុស្ស៊ីដែលបានលើកឡើងឬក៏ការព្រមព្រៀងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេស G7 ទាំងអស់នោះប៉ុន្តែត្រូវបានច្រានចោលដោយប្រធានាធិបតី Donald Trump នេះបើយោងទៅតាមសារព័ត៌មាន Bloomberg យោងតាមប្រភព Bloomberg សហរដ្ឋអាមេរិកមិនគាំទ្រពីជំហររបស់ខ្លួនលើការបញ្ចុះកម្រិតតម្លៃសម្រាប់ប្រេងរុស្ស៊ីនោះទេនេះធ្វើឲ្យក្តីសង្ឃឹមរបស់សហភាពអឺរ៉ុបធ្លាក់ចុះក្នុងការជំរុញការសម្រេចចិត្តនេះឲ្យឆ្លងកាត់កិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាប្រភពនេះបានបញ្ជាក់ថាការសម្រេចចុងក្រោយលើការកាត់បន្ថយតម្លៃនេះគឺស្ថិតនៅលើលោកប្រធានាធិបតីអាមេរិកគឺលោក Donald Trump ទោះជាយ៉ាងណាក៏ដោយមិនមានការផ្លាស់ប្ដូរនៅក្នុងជំហររបស់ទីក្រុង Washington នោះទេចាប់តាំងពីវាត្រូវបានគេដាក់ចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសបាននឹងកំពុងតែខិតខំជំរុញឲ្យការកាត់បន្ថយតម្លៃប្រេងរបស់រុស្ស៊ីពី$60ទៅត្រឹម$45ប៉ុណ្ណោះក្នុង1បារ៉ែលដើម្បីទប់ស្កាត់លទ្ធភាពនៃការរកប្រាក់ចំណូលរបស់រុស្ស៊ីដើម្បីផ្គត់ផ្គង់ទៅដល់មូលនិធិសម្រាប់សង្គ្រាមរបស់ខ្លួនជាមួយនឹងអ៊ុយក្រែននោះទោះជាយ៉ាងណាក៏ដោយកញ្ចប់នេះត្រូវបានស្នើឡើងដោយគណៈកម្មាធិការអឺរ៉ុបប៉ុណ្ណោះហើយមិនទាន់បានចូលជាធរមាននៅឡើយនោះទេគួរកត់សម្គាល់ផងដែរថានៅក្នុងពេលដែលមានការកើនឡើងថ្មីរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់តម្លៃប្រេងបានឡើងដល់ប្រហែលជា$73ក្នុង1បារ៉ែលហើយបើយោងទៅតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមចំពោះបញ្ហានេះគឺធ្វើឲ្យរុស្ស៊ីមានការពេញចិត្តយ៉ាងខ្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួនដើម្បីប្រឆាំងជាមួយនឹងអ៊ុយក្រែន